Hello ទាំងអស់គ្នា Welcome to part 2 of the moving series បើសិនជាអ្នកទាំងអស់គ្នាបាន part 1 ទេខ្ញុំដាក់ link នៅក្នុង description box below គឺខ្ញុំបានផ្លាស់ប្ដូរពីរដ្ឋកោះ Tasmania របស់ប្រទេសអូស្ត្រាលីមករស់នៅ Melbourne នៅក្នុងរដ្ឋ Victoria ផងដែរចាំអ្នកទាំងអស់គ្នាឃើញនៅក្នុង background យើងបានរៀបចំចូលមកនៅផ្ទះថ្មីហ្នឹងគឺអត់ទាន់ហើយ 100% ទេប៉ុន្តែគឺយើងបានរៀបចំបានប្រហែលជា 70% ទេអ្នកទាំងអស់គ្នានៅក្នុង vlog នេះដែរគឺខ្ញុំនឹងបង្ហាញអំពី empty house tour សកម្មភាព cleaning ហើយខ្ញុំក៏បានថតសកម្មភាពដើរ shopping ដើម្បីទិញសម្ភារៈខ្លះៗដាក់ផ្ទះផងដែរ So without further ado let's get started with our vlog អូខេអ្នកទាំងអស់គ្នាអញ្ចឹងបន្តពី part 1 គឺយើងបានចុះពីលើទូក Spirit of Tasmania មកដល់ Geelong Victoria ហើយម៉ែនអាទិត្យដែលហើបផ្ទះហ្នឹងគឺថា hot ខ្លាំងមែនតើអ្នកទាំងអស់គ្នាហើយក៏ stress ខ្លាំងដែរវាអត់ងាយស្រួលទេនៅពេលដែលយើងផ្លាស់ប្ដូរពីរដ្ឋមួយទៅរដ្ឋមួយនៅអូស្ត្រាលីហ្នឹងគឺត្រូវចំណាយទាំងពេលវេលាថវិកានិងកម្លាំងនៅក្នុងការ move ផងដែរតែយ៉ាងណាមិញខ្ញុំក៏មានអារម្មណ៍ hopeful ហើយ excited ដែរដែលបន្ត journey នៃការរស់នៅប្រទេសអូស្ត្រាលីហ្នឹង So yeah hopefully Melbourne will treat me well ទោះបីជាខ្ញុំមានអារម្មណ៍ថានឹក Tasmania ហើយនឹកមិត្តភ័ក្តិនៅកន្លែងធ្វើការជីវិតរស់នៅចាស់មែនក៏ដោយប៉ុន្តែសង្ឃឹមថាការផ្លាស់ប្ដូរមួយនេះវានឹងនាំមកនៅឱកាសល្អៗជាច្រើនទៅមុខទៀតអូខេអញ្ចឹងបន្ទាប់ពីចាក់សាំងអីហើយខ្ញុំក៏បន្តដំណើរទៅកាន់ផ្ទះជួលថ្មីមួយហ្នឹងហើយនេះក៏បានថត empty house tour ខ្លះៗអ្នកទាំងអស់គ្នាមើលផងដែរតែពេលដែលចូលទៅតាមទ្វារក្រោយគឺចូលទៅដល់ laundry room យកមកអ្នកទាំងអស់គ្នាគឺបន្ទប់បោកខោអាវហើយនេះក៏មានទូបង្កប់សម្រាប់ដាក់សម្ភារៈប្រើប្រាស់ផ្សេងៗផងដែរហើយក៏មានបង្គន់មួយសម្រាប់ឲ្យភ្ញៀវគាត់មកលេងផ្ទះហ្នឹងប្រើប្រាស់ផងដែរសម្រាប់អ្នកនរគ្នាតម្លៃជួលគឺមានតម្លៃ$500នៅក្នុងមួយអាទិត្យហើយមាន3បន្ទប់គេងបន្ទប់ study room មួយបន្ទប់ទឹក2ថែមជាមួយនឹងបង្គន់នៅបន្ទប់ laundry ហ្នឹងមួយទៀតអ្នកទាំងអស់គ្នាគិតថាតម្លៃប៉ុណ្ណឹងវាស័ក្តិសមអត់$500អូស្ត្រាលីក្នុងមួយអាទិត្យខ្ញុំគិតថារៀងស័ក្តិសមដែរអ្នកទាំងអស់គ្នាសម្រាប់ទីផ្សារនៅ Melbourne ដោយសារនៅទីនេះក៏មានមនុស្សបុកម្រុះនៅច្រើនហើយផ្ទះក៏រៀងពិបាកជួលផងដែរប៉ុន្តែសំណាងអីខ្ញុំក៏បានអូសមើល real estate website ហើយក៏បានដាក់ពាក្យឲ្យជាប់ application ផ្ទះមួយនេះផ្ទះនេះក៏មាន2ជាន់អញ្ចឹងយើងឡើងចដោលទៅលើទៅគឺមានកន្លែង storage មួយថែមទៀតណាទាំងអស់គ្នាគឺយើងអាចដាក់អវ៉ាន់ដាក់អីបាននេះគឺបន្ទប់ទឹកទី1គឺថាបន្ទប់ share bathroom នេះគឺមាន bathtub ហើយក៏មាន shower screen ផងដែរនេះគឺចូលទៅបន្ទប់គេង master ហើយអញ្ចឹងបន្ទប់ master នេះហ្នឹងគឺមានបន្ទប់ទឹក en suite មួយនៅក្នុងនោះផងដែរនេះគឺជាបន្ទប់ bedroom ផ្សេងទៀតហើយក៏មានបង្កប់ closet នៅក្នុងនោះផងដែរដោយសារតែផ្ទះហ្នឹងដាក់កម្រាលព្រំមកចឹងទៅយើងអាចមើលឃើញស្នាមមើលឃើញកម្រាលព្រំហ្នឹងលហេតិចតួចចឹងណាតែវាមិនអីសម្រាប់ពួកខ្ញុំមកដោយសារតែខ្ញុំគិតថាតម្លៃដែលយើង pay ហ្នឹងគឺគួរសមនឹងផ្ទះហ្នឹងហើយ Anyway នេះគឺសកម្មភាព clean ហើយរើអវ៉ាន់ដាក់ចូលក្នុងទូរៀបចំឲ្យស្អាតយើងមានរបស់គ្នាអវ៉ាន់ណាគឺពេញផ្ទះតែម្ដងគឺខ្ញុំបានមានអវ៉ាន់ខ្លះពី Tasmania ហើយម៉ាក់ប៉ាក៏ដែរគាត់ក៏បានជួយឧបត្ថម្ភអវ៉ាន់និងគ្រឿង cooking ខ្លះផ្សេងៗផងដែរ which I am very grateful ផលប្រយោជន៍ដែលយើងមាននៃការជួលផ្ទះតាម real estate agent ហ្នឹងគឺថាបើយើងមានការខូចខាតឬក៏មានបញ្ហាអីមួយគឺ real estate agent ហ្នឹងគាត់ជាអ្នកជួយដោះស្រាយឲ្យយើងជួនកាលបើយើងជួលតាមអ្នកដែលស្គាល់គ្នាឬក៏ជួលតាម Facebook page អីចឹងដែលអត់សូវត្រឹមត្រូវគឺថាពិបាកណាស់ទាំងអស់គ្នាបើសិនជាជួលបានចំម្ចាស់ផ្ទះហ្នឹងល្អគឺអត់អីទេតែពេលខ្លះគឺយើងត្រូវប្រុងប្រយ័ត្នខ្លាំងណាស់ទាំងអស់គ្នាអញ្ចឹងខ្ញុំអាចនឹងធ្វើវីដេអូមួយផ្សេងទៀតដើម្បីនិយាយអំពីការជួលផ្ទះនៅទីនេះផងដែរបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ហើយនេះគឺពុកដែលខ្ញុំទិញមកពី eBay អ្នកទាំងអស់គ្នាគឺថាហ៊ានខ្លាំងមែនតើហ្មង order ពុក online ហើយជា mattress in the box ទៀតប៉ុន្តែតម្លៃវាក៏រៀងធូរថ្លៃជាងការដែលយើងទៅទិញនៅតាមហាងធំៗទីនេះណាអ្នកទាំងអស់គ្នាគឺតម្លៃសុទ្ធតែ$1000អីឡើងដល់ពេលពុកដែលខ្ញុំទិញហ្នឹងគឺមានតម្លៃ300ជាងអ្នកទាំងអស់គ្នាគ្រាន់តែថាយើង take a chance ណាតែខ្ញុំបានអាន review អានអីទៅហើយក៏ជឿជាក់គេផងដែរ Sorry? Mosquito or spider Where? Show me. guys First meal. Okay guys ឥឡូវនេះដែរគឺម៉ោង8កន្លះល្ងាចហើយ Yes គឺថាមួយថ្ងៃពេញហ្នឹងគឺ level ជាប់មែនតើហ្មងព្រឹកមិញហ្នឹងចុះពី ferry ភ្លាមគឺថាបញ្ញាប់បញ្ញាល់មកផ្ទះជួលហ្នឹងដើម្បីរៀបចំអវ៉ាន់ហើយរៀបចំទុកដាក់ clean ធ្វើទិញប្រាក់សម្ភារៈអីចឹងណាយើងស្នើអរគ្នាមុនពេលដែលខ្ញុំចូលមកនៅផ្ទះហ្នឹងខ្ញុំស្មានតែគេនឹងរៀបចំ clean ឲ្យស្អាតហើយមុននឹងគេបកគោសៅឲ្យ
but in reality គឺថាអត់ទេ a lot of things needs to be fixed up កមាព្រំហើយនឹង flooring អីចឹងគឺគេ clean ឲ្យយើងមែន ហើយ majority of the things are okay pretty clean but គឺយើងត្រូវ clean សម្អាតបន្ថែមទៀតដូចជាកន្លែង kitchen កន្លែងបន្ទប់ទឹកហើយនឹងសំណាញ់មូសសំណាញ់អីចឹងគឺថាមានធូលីដីច្រើនមែនតើអ្នកនរគ្នាហើយខ្ញុំក៏ថារៀបចំធ្វើ condition report ផងដែរ report មួយហ្នឹងគឺទុកសម្រាប់ពេលដែលយើងចាក់ចេញពីផ្ទះជួលហ្នឹងចឹងណាយើងហើយ agent ហ្នឹងគឺគេអាចមើលមកហើយមក inspect ចុងក្រោយមកថាអូខេឥឡូវនេះផ្ទះនេះវាខូចអ្វីខ្លះតើនរណាគេជាអ្នកធ្វើខូចហ្នឹងបើសិនជាមុនពេលដែលយើងចូលមកនៅហ្នឹងផ្ទះហ្នឹងវាខូចស្រាប់កន្លែងនេះកន្លែងនោះហើយអញ្ចឹងវាមិនមែនជាកំហុសរបស់យើងទេ This is day 2 ថ្ងៃទី2នៃការ move in ចូលផ្ទះថ្មីខ្ញុំរៀបចំចានឆ្នាំងរបស់របរគ្រឿងខើហ្នឹងគឺដាក់ចូល pantry ខ្លះៗហើយខ្ញុំក៏អត់ទាន់រៀបចំឲ្យបាន 100% ដែរគឺខ្ញុំគ្រាន់តែសាកល្បងរៀបចំឆ្នាំងបាយ air fryer កំបិតអីហ្នឹងគឺគ្រាន់តែដាក់វានៅលើហ្នឹងសិនហើយនេះចានហើយនឹងឆ្នាំងអីហ្នឹងរបស់ណាដែលខ្ញុំទំតែប្រើប្រាស់លោកដំបងហើយរបស់ណាថ្មីអញ្ចឹងគឺយើងត្រូវសោះទឹកដាក់ស្បូដាក់អីលាងឲ្យវាស្អាតមុននឹងយើងប្រើប្រាស់ Suva, we've got the laundry, we've got your Select payment type. If you have a one pass or Flybuys card,អ្នកទាំងអស់គ្នាឥឡូវហ្នឹងទូទឹកកកហើយនឹងម៉ាស៊ីនបោកខោអាវគឺបានមកដល់ deliver ចូលក្នុងផ្ទះហើយថ្ងៃទាំងអស់គ្នាតិចទៀតនឹងដែរខ្ញុំធ្វើទៅ pick up តុឲ្យកៅអីពីអ្នកលក់តាម Facebook Market ហើយមកទៅឡានរបស់ខ្ញុំហ្នឹងត្រូវតែបត់កៅអីចុះក្រោមអ្នកទាំងអស់គ្នាបណ្ដាក់អស់អ្នកទាំងអស់គ្នាឥឡូវនេះតុហើយកៅអីក៏បានចូលក្នុងឡានរួចរាល់បានសម្រេចហើយគឺថាថ្មតែរៀបត្រូវហើយខ្លាចតែកៅអីហ្នឹងវាឆ្អែតឆ្កត់នឹងប្រអួយឡានប៉ុន្តែ I'll drive like very slowly What should we set the temperature? The recommended temperature. Hey ទាំងអស់គ្នាអញ្ចឹងឥឡូវហ្នឹងដែរពួកយើងក៏ធ្វើដំណើរទៅ IKEA ដើម្បីទៅមើលអវ៉ាន់ដាក់ផ្ទះហើយដើរមើលលេងអញ្ចឹងណាកណោបាន shopping hall ធំមួយ Greg just got a new haircut. What do you guys think? I think it looks like Korean oppa in high school or like military stuff. But we didn't even shop when we just went straight for it. Big block of chopping board.
instruction very clear. What's the instruction in Chinese? Throw it in the bin. Try to throw it in the bin. I don't even think you meant to screw this on though. Keep that. ចឹងថ្ងៃនេះជាថ្ងៃថ្មីមួយទៀតហើយគឺថាមកទៅដែលខ្ញុំបានមួយចូលផ្ទះថ្មីហ្នឹងហើយអ្នកនរគ្នាឃើញខ្ញុំបាននៅក្រោយគឺថាចាំមែនតើព្រោះមិនហ្នឹងខ្ញុំបានទៅលេងផ្ទះម៉ាក់ប៉ារបស់ Greg គាត់ក៏បានឲ្យអវ៉ាន់ខ្លះៗសម្រាប់យើងប្រើហើយពួកខ្ញុំក៏បានទៅទិញអវ៉ាន់ដាក់ផ្ទះពី Target ហើយពី Myer ដែលជាហាងនៅនេះផងដែរគឺថាតាំងពី move in មកអាទិត្យហ្នឹងមកគឺទៅ shopping ចង់រងញ៉ៃហ្មងពេលខ្លះយើងទៅហើយយើងឃើញរបស់ដែលឆ្លាញ់ហីប៉ុន្តែអត់ទាន់ហ៊ានទិញទេដោយសារចិត្តតែគិតថាអូដាក់ទៅសមអត់តើកន្លែងផ្សេងហាងផ្សេងហ្នឹងមានលក់តំណែងណាដែលស្អាតជាងហ្នឹងហើយតម្លៃធូរថ្លៃជាងហ្នឹងអត់ចឹងណាទៅរបស់ខ្លះគឺចិត្តតែពយាទៅតែដល់ពេលឥឡូវហ្នឹងទៅក៏បានទៅ Target ហើយឃើញរបស់ដែលត្រូវចិត្តក្នុងទីមួយហ្នឹងគឺខ្ញុំបានទិញធ្នើដាក់នៅបន្ទប់ទឹកដើម្បីដាក់សាប៊ូដាក់គ្រឿងខើ shampoo conditioner soap អីចឹងណាហើយទាំងអស់គ្នានៅនេះហាឲ្យតែពេលណាយើងត្រូវមូទៅផ្ទះថ្មីគឺពិបាកនឹងដឹកអវ៉ាន់ហ្នឹងហ្មងបើមិនជាយើងអត់មានឡានខ្លួនឯងហើយបើមិនជាយើងពឹងពាក់ទៅលើ public transport ឡានបោះឬក៏តែភ្លើងគឺពិបាកនឹងមូផ្ទះហើយចឹងទៅខ្ញុំក៏បានយកឡានមកពី Tasmania មកដាក់លើ ferry ហ្នឹងទៅយើងក៏មានឡានជិះចឹងណាស្រួលទិញអវ៉ាន់ស្រួលដាក់អវ៉ាន់ដឹកបញ្ជូនមកយើងពយួរនៅលើកញ្ចក់មួយទឹករបស់យើងណាទី2ហ្នឹងគឺខ្ញុំបានទិញ laundry hamper នេះគឺគេ sell 7លានទាំងអស់គ្នានៅ Target hamper នេះគឺខ្ញុំទុកប្រើកណ្ដាក់កៅអៅណាប្រឡាក់ដែលត្រូវយកទៅបោកអីចឹងណាចុះកន្លងគាត់ថាអូអានេះក៏វាស្រួលមួយយ៉ាងដែរយើងអាចបោកវាធំសម្រាប់ប្រើប្រាស់ហើយពេលប្រើហើយយើងដាក់ចូលក្នុងទូបានបត់ស្រួលបត់ចឹងណាកុំឲ្យវាធំពេកដូចបើក basket វាធំជាងតបមកទៀតហ្នឹងគឺបានទិញធុងសម្រាមតូចមួយពណ៌សនេះខាងក្នុងវាហើយយើងចុចខាងលើដើម្បីបិទបើកតបមកខ្ញុំទិញ multi liner នេះហ្នឹងហើយខ្ញុំទិញហ្នឹងដើម្បីទុកធ្លាប់លើម៉ាស៊ីនបោកខោរបស់ខ្ញុំ The other one គឺខ្ញុំបានទិញ kettle ម៉ាស៊ីនដាំទឹកផងដែរទិញនៅ Myer ដល់ពេលដាំទឹកទៅវាចេញ light ពណ៌ខៀវចឹងណាចឹងទៅ I think it looks cool ខ្ញុំទៅបើយើងចង់ទិញ supply របៀបដូចថាគ្រឿងដាក់ផ្ទះឆ្នាំងដាក់បាយម៉ាស៊ីនដាំទឹកអីចឹងគឺគេមានកន្លែងរបស់គេ The Good Guy ឬក៏ Harvey Norman អីចឹងណាប៉ុន្តែ Myer ក៏គេមានលក់របស់ចឹងដែរចំអីគេបញ្ចុះតម្លៃដែរចឹងទៅក៏សម្រាប់ចិត្តថាចង់ទិញនៅហ្នឹងទៅ Wow I'm so excited about homewares comes with instruction card Wow Whoa The brand is Russell Hobbs I hope it will last us a long time It took us a while to figure out which pieces go in which, but we've made a big progress. Guys, it's finally finished! I would not recommend this bed, guys. So hard to assemble. Instruction was very unclear. Don't squeeze me. Yeah. Whoa, it's actually high. Yeah, my neck going go. The head of the bed. So short. Oh my god. Oh. But honestly, it's alright. We'll hide it with pillows. Okay guys, so my brother mattress just came in. He ordered a queen bed from the same company. That was pretty satisfying, guys. So when you cut one side of the vacuum seal off, it should begin to hum up. Little update ខ្ញុំចូលមកនៅផ្ទះនេះបាន4អាទិត្យហើយហើយអ្នកនរឃើញក្នុង background នេះ it's pretty much still a bit empty ចឹងបន្ទប់គេងហើយកន្លែងញ៉ាំបាយហ្នឹងគឺខ្ញុំចាប់ផ្ដើម decor វាជាហុកជារៀងហើយតែ living room គឺនៅ empty ខ្លាំងមែនតើហ្មងនេះ I just need like a small sofa and possibly like ទិញទូរទស្សន៍ and តុកដាក់ទូរទស្សន៍អីចឹងណានេះគឺតុកបាយខ្ញុំទិញបានតុកមួយ set នេះជាមួយនឹង A4 ហ្នឹងក្នុង Facebook Marketplace អស់220អូស្ត្រាលីហើយក៏គេលក់ហ្នឹងលក់មិនទឹកទេប៉ុន្តែតុកដែលគេលក់ហ្នឹងគឺថា pretty much like almost new except for like a little bit of scratch here នេះគឺ kitchen គឺខ្ញុំរៀបបានប្រហែលជា 80% អត់បានទិញគ្រឿង decor អីតិចតួចបន្ថែមទៀតទេដោយសារតែខ្ញុំគិតថា it's not essential ចាំបាច់ so I would rather
slowly buying things and adding on. Alright guys, I just put on like a little jacket because រៀងល្ងាហើយផឹកមិញគឺ Melbourne fog up មែនតើកន្លែងដែលខ្ញុំនៅហ្នឹងណាដល់ពេលថ្ងៃមិញក៏ក្តៅហើយឥឡូវក៏រៀងល្ងាវិញខ្ញុំដឹងថា Melbourne នឹងផ្លាស់ប្ដូរអាកាសធាតុច្រើនដងក្នុងមួយថ្ងៃឯង You know, like people always say that, but now I know. If you guys don't know me, I used to live in Sydney for 3 years when I first came to Australia to study as an international student, and then I moved to Tasmania for university and for work, in which I've lived for 4 years, and now I have moved to Melbourne. Yes. You guys wonder whether it's tiring to move all the time? The answer is yes, it is very tiring. However, I always have that small part of me that wanted to move to Melbourne, and I really fall in love with the city. Also the opportunities that it have to offer. Hence why I am here now, guys.